ដល់ក្រុមដាច់យ៉ៃម្ដងក៏រើសនេះមកមានពាក្យមួយគេដាក់ give points to លុយចាយមិនខ្វះបាទម្ដងទៀត give points to លុយចាយមិនខ្វះចឹងមានន័យថាតើក្រុមដាច់យ៉ៃនេះឲ្យបន្ទុកទៅក្រុមលុយចាយមិនខ្វះនៅប្រមាណធម្មតាយើងប្រកួតគ្នាយើងអាចឲ្យគេដល់25ឯណាប៉ុន្តែបើសិនជាក្រុមគាត់ដល់4ក្រុមអានឹងគាត់អាចថាគាត់ចង់បាទបែងចែកបន្ទុកអីឲ្យក្រុមគ្នាគាត់អីចឹងគាត់អាចឲ្យច្រើនបាទក្នុងនេះយើងឲ្យគាត់តែ5ទេអញ្ចឹងក្រុមនេះបានតែ5ទេបន្ទាប់មកអ្នកឲ្យគេនោះគឺវាថយតោះឥឡូវដល់ក្រុមលុយចាយខ្វះឬអីបាទគាត់នេះមកធូធៀបទៅនឹងអីគេអញ្ចឹងគាត់ check មកត្រឹមត្រូវជម្រាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបដឹកនាំសិស្សលេងហ្គេមមួយប្រភេទដែលជាហ្គេមសិក្សានៅក្នុងថ្នាក់កម្រិតបឋមឬមួយក៏កម្រិតថ្នាក់អនុវិទ្យាល័យជាដើមបាទនៅក្នុងហ្គេមមួយនេះគឺមានឈ្មោះថា Bamboozle បាទអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចុះឈ្មោះគណនីហើយលោកគ្រូអ្នកគ្រូជ្រើសរើសបាទកម្រិតមេរៀនឬមួយក៏ហ្គេមដែលបង្កើតដោយលោកគ្រូអ្នកគ្រូបាទបន្ទាប់មកយើងចុចកន្លែង play រួចយើងជ្រើសរើសកន្លែង play for free បាទចំណែកជាប់សនេះគឺយើងលេងអត់កាត់ទេដោយសារតែត្រូវការបង់ប្រាក់អញ្ចឹងសម្រាប់ខ្ញុំគឺត្រឹមតែ free ក៏វាសប្បាយដែរបាទយើងចុចលើនឹងមកបាទត្រង់ចំណុចនេះគឺ Teams លោកគ្រូអាចជ្រើសរើសពីលេខ1ដល់លេខ4បាទ5 6 7គឺអត់បានទេបាទនឹងគឺសម្រាប់យើងប្រើប្រាស់ថវិកាបាទក្នុងការបង់ប្រចាំខែបាទចូលទៅថាសិស្សរបស់ខ្ញុំបែងចែកជា2ក្រុមបាទហើយយើងចង់បង្ហាញសំណួរក៏ដូចជាផ្ទាំងប៉ុន្មានសម្រាប់លេខមួយសិស្សនៅក្នុងឧទាហរណ៍នេះខ្ញុំរើសតែ8ទេជាក់ស្ដែងសិស្សយើងច្រើនយើងរើស25 24បាទបន្តមកលោកគ្រូអ្នកគ្រូបាទជ្រើសរើស theme នេះបាទ theme នេះលោកគ្រូអ្នកគ្រូអាចរើសចុចលើនឹងមកបាទដើម្បីបង្ហាញផ្ទាំងបែបនេះមានន័យថាតើលោកគ្រូអ្នកគ្រូចង់បង្ហាញសំណួររបស់យើងមានទម្រង់ជារូបភាពមួយណាបាទឧទាហរណ៍ថាខ្ញុំជ្រើសខ្ញុំអ៊ំក្រមសិនបាទឧទាហរណ៍ថាខ្ញុំរើសជាច្រើនយ៉ាខ្ញុំរើសជាបាទប្រភេទសត្វសមុទ្របាទចឹងយើងរើសចឹងមកបាទយើងអូសមកក្រោមយើងរើស classics question and power ups មានន័យសំណួរលាយជាមួយនឹងឧបសគ្គមួយចំនួនបាទចឹងយើងចុចលើនឹងមកចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចុចអញ្ចឹងមកគឺវាបង្ហាញតនន័យរបស់យើងប៉ុណ្ណឹងបាទហ្គេមរបស់យើងណាតើមកលោកគ្រូអ្នកគ្រូក៏លេចមើលខាងស្ដាំនេះបាទមានប៊ិចនេះគ្រូចុចអានឹងមកដើម្បីដាក់ឈ្មោះ team របស់យើងចឹងខ្ញុំឧទាហរណ៍ថានេះគឺ team ដាច់យ៉ៃបាទ team ដាច់យ៉ៃហើយនេះ team លុយចាយមិនខ្វះលុយចាយមិនខ្វះអញ្ចឹងតាក់ទងមួយ team យើងដាក់តែ team 1 team 2អាចនឹងមានភាពច្រឡំអញ្ចឹងណាយើងអាចដាក់ឈ្មោះឲ្យវាតាក់ទាញក៏បានដែរតើមកលោកគ្រូចុចអូខេបាទតែប៉ុណ្ណឹងគឺរួចបាទអញ្ចឹងជំហានដំបូងគឺ team ណាដែលនៅមុខគឺ team នឹងលេងមុនគេអញ្ចឹងលោកគ្រូអាចចែកក្រុមសិស្សទៅបាទខ្ញុំរើសតែ8នេះលក្ខណៈបើសិនតែសិស្សតូចបាទដូចខ្ញុំថាអញ្ចឹងបើសិស្សច្រើនយើងរើស24បាទនេះមិនសប្បាយតើមកលោកគ្រូឲ្យក្រុមដាច់យ៉ៃនឹងគាត់រើសខ្លួនឯងរើសរូបមួយណាអាចឲ្យគាត់ចោលគាត់ចុចក៏បានដែរចូលថាគាត់ឆ្លាញ់បាទផ្កាថ្មចុចលើនឹងមកសំណួរចាញ់ស្ដីបន្ទោសផ្ទុយនឹងអីបាទចឹងឲ្យគាត់ឆ្លើយមកស្ដីបន្ទោសផ្ទុយនឹងអីបាទគាត់ឆ្លើយហើយអស់ចិត្តបាទយើងចុច check នេះមកចុះវាចេញពាក្យ2បាទចេញចម្លើយត្រឹមត្រូវអញ្ចឹងតើគាត់ឆ្លើយនឹងឆ្លើយត្រូវឆ្លើយពាក្យសរសើរនេះឬមួយគាត់ឆ្លើយ copy នឹងបាទបើ copy នឹងគឺយើងចុចខ្វែងតែបើគាត់ឆ្លើយត្រូវយើងចុចអូខេឥឡូវឧទាហរណ៍ថាគាត់ឆ្លើយត្រូវចុចចឹងក្រុមដាច់យ៉ៃនឹងបាន10បន្ទុកឥឡូវដល់វេនក្រុមលុយចាយមានខ្វះចឹងគាត់រើសអីឧទាហរណ៍រើសតកៅនេះមកបាទចឹងស្មោះផ្ទុយនឹងអីឧទាហរណ៍ថាគាត់ឆ្លើយត្រូវចឹងឆែកមកគាត់ឆ្លើយរួចហើយយើងឆែកមកមានគាត់ឆ្លើយត្រូវយើងចុចក្រុមដាច់យ៉ៃតទៀតបាទត្រឹមត្រូវផ្ទុយនឹងអីគាត់ឆ្លើយត្រូវបាទគាត់ឆ្លើយរួចយើងចុចឆែកមកបាទត្រូវយើងអូខេបាទដល់ក្រុមបាទលុយចាយមិនខ្វះបាទគាត់យកបាទរូបមួយនេះបាទស្រាយផ្ទុយនឹងអីគេបាទគាត់ឆ្លើយទៅស្រាប់តែខុសពីពាក្យរបស់យើងមានន័យគាត់ខុសចឹងចុចខ្វែងបាទដល់ក្រុមដាច់យ៉ៃម្ដងគាត់រើសនេះមកមានពាក្យមួយគេដាក់ give points to លុយចាយមិនខ្វះបាទម្ដងទៀត give points to លុយចាយមិនខ្វះចឹងមានន័យថាតើក្រុមដាច់យ៉ៃនេះឲ្យបន្ទុកទៅក្រុមលុយចាយមិនខ្វះនៅប្រមាណធម្មតាយើងប្រកួតគ្នាយើងអាចឲ្យគេដល់25ឯណាប៉ុន្តែបើសិនជាក្រុមគាត់ដល់4ក្រុមអានឹងគាត់អាចថាគាត់ចង់បាទបែងចែកបន្ទុកអីឲ្យក្រុមគ្នាគាត់អីចឹងគាត់អាចឲ្យច្រើនបាទក្នុងនេះយើងឲ្យគាត់តែ5ទេអញ្ចឹងក្រុមនេះបានតែ5ទេបន្ទាប់មកអ្នកឲ្យគេនោះគឺវាថយតោះឥឡូវដល់ក្រុមលុយចាយខ្វះឬអីបាទក្រុមនេះមកធូធៀបទៅនឹងអីគេអញ្ចឹងគាត់ check មកត្រឹមត្រូវអូខេមកតោះក្រុមលុយចាយមិនខ្វះចុចមកគាត់ចេញពាក្យបាទដូចអក្សរមួយនេះបាទអញ្ចឹងយើងចុចអូខេមកចេញពាក្យហ្នឹងមានន័យថា
ក្រុមគាត់នឹងឈ្នះបាទឈ្នះលើក្រុមនេះបាទចាឥឡូវដល់ក្រុមចុងក្រោយបាទមុនទៅនឹងអីគេឥឡូវថាគាត់ឆ្លើយត្រូវឆ្លើយឆ្លើយឲ្យត្រូវទៀតចឹងចុចអូខេមកអញ្ចឹងគេដាក់ it's a tie មានន័យថាมันអត់មានអ្នកឈ្នះបាទវាមិនគួរឲ្យជឿអញ្ចឹងគាត់អាចលេងម្ដងទៀតបាទលោកគ្រូអាចចុច restart ឬក៏ចុចខ្វែងហើយរៀបចំក្រុមហើយអាចដូររូបរាងបាទទៅជាអីផ្សេងទៀតបានហើយលេងដល់16សំណួរអីចឹងទៅបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្ណឹងតើតើនឹងហ្គេមមួយនេះគឺខ្ញុំឃើញថាពិតជាសប្បាយមែនតើ